សួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាឥឡូវថ្ងៃនេះគ្រូមានលំហាត់ត្រៀមបាក់ឌុបតទៀតគ្រូមានលំហាត់ចំនួន4បាទអញ្ចឹងយើងមើលដំណោះស្រាយលម្អិតមួយគ្រូlimit a ពេលដែល x ខិតជិត pi លើ3មានន័យថា sin x នេះខិតទៅជិត radical ក្រេ3លើ2ហើយចំណែក cos x នេះខិតជិត1លើ2អញ្ចឹងអានេះមាន radical ក្រេ3ពីមុខអញ្ចឹងយើងទូទាត់ទៅវា0ហើយអញ្ចឹងភាគយកខិតជិត0ភាគបែងខិតជិត0វាមានរាងមិនកំណត់0នៅ0ពេលប្រឡងបងប្អូនដាក់រាងឲ្យគេផងណាបាទអញ្ចឹងគន្លឹះរបស់វាយើងទាញ2ជាកតាសម្រាប់ភាគយកទាញ2ជាកតាបានប៉ុណ្នេះយើងសរសេរ1លើ2អានេះចែកវានឹង2ដែរទៅបាទហើយភាគបែងគូទាញដក3ជាកតាទាញដក3គុណ1 2ទៅបានដក6ហើយនេះគូសរសេរ x មុនក៏បានដែរបាទហើយចែកវានឹងបាទអាចសេបានចែកនឹង3ទៅហើយយើងទាញដក3អានេះធ្វើសញ្ញាដកវិញអញ្ចឹងអានេះចូលរូបមន្តផលដកវាចូលទម្រង់ sin alpha cos beta ដក cos beta sin alpha តែគ្រាន់តែយើងចាត់ទុកx នេះដូច alpha ទៅណាចាត់ទុក x ដូច alpha ទៅចូលរូបមន្ត sin នៃ alpha ដក beta ចេញមកបាន sin alpha cos beta ដក sin beta cos alpha វិញបាទអញ្ចឹងមកដុំប៉ុណ្នេះយើងសរសេរមកបានប៉ុណ្នេះណាចំណែកភាគបែងយើងទុកដដែលហើយនេះទាញ2នេះមកមុខ limit ទាញដក6មកមុខដែរទាញទាំងសញ្ញាដកមកទៀតទៅហើយយើងសល់ប៉ុណ្នេះបាទបងប្អូនអាចបដូរអថេក៏បានដែរយើងតាំងអុយណាមួយស្មើ x ដក pi លើ3ទៅក៏បានតែក្នុងនេះយើងអាចខ្ញុំសុំកាត់តិចពេល x ខិតជិត pi លើ3អានេះខិតជិត0អាក្រោមក៏ខិតជិត0អញ្ចឹងអាទាំងអស់ហ្នឹងខិតទៅជិតលេខ1អញ្ចឹងនេះយើងទទួលបានលេខ1នេះហើយអាមេគុណពីមុខនេះសម្រួលនឹង2ទៅបាន1លើ3ណាបាទចឹងដូចនេះចម្លើយយើង A ឃើញដក1លើ3អូនមើលលំហាត់ B ដោះស្រាយ B limit x ខិតជិត0អានេះខិតជិត0អានេះខិតជិត0អញ្ចឹងភាគយកខិតទៅជិត0អាទាំងមូលហ្នឹងខិតទៅជិត0 sin 0បាទភាគបែង sin 0ខិតទៅជិត0ដែរអញ្ចឹងពេលប្រឡងបងប្អូនដាក់រៀងមិនកំណត់0លើ0ផងបានមួយបន្ទុកដែរហ្នឹងណាបាទអញ្ចឹងនៅក្នុងនេះគូប្រវត្តិដាឌីកាល់ចោលសិនដោយសារមិនអញ្ចឹងទេវា0វារៀងមិនកំណត់អញ្ចឹងយើងគុណកសោមឆ្លាស់អានេះសញ្ញាដកឆ្លាស់វាបូកហើយបងប្អូនគុណភាគបែងនឹងប៉ុណ្ណឹងវិញគុណភាគបែងនឹងប៉ុណ្ណឹងវិញហើយសម្រួលទៅវាស្មើដើមដែរបាទសម្រួលទៅស្មើដើមណាអញ្ចឹងអានេះចូលរៀង a ដក b កតា a បូក b អញ្ចឹងវាបាន a ការ៉េនេះបាន a ការ៉េដក b ការ៉េចេះតែយើងសម្រួលមួយរ៉ាឌីកាល់ចេញមកបានប៉ុណ្ណឹងណាអញ្ចឹងកន្លែងហ្នឹងគ្រូសម្រួលកាត់យកហ្មងទៅលឿនណាភាគបែងយើងអត់ប៉ះពាល់ទេទុកដដែលអានេះ2ដក2 0អស់អានេះដកគុណចូលទៅបានបូក x បូក x ហើយបូក x ទៀតបានបូក 2x ខ្ញុំទាញ2នេះមកមុខ limit ខ្ញុំបញ្ចូល limit ទៅបាន limit នៃ x នៅលើ sin x បានម្ដុំនេះប្រើលក្ខណៈផគុណ limit ទៅក៏បានដែរណាឬក៏យើងមិនបញ្ចូល limit ជា2ក៏អីដែរបាទតែនេះបើបញ្ចូលមួយទៀតដោយឡែកទៅបាន1នៅលើប៉ុណ្នេះណាហើយពេល x ខិតជិត0អា limit នេះខិតទៅជិតលេខ1ហើយ2ទុកដែរហើយអានេះចំនួន0ចូលទៅសល់2អានេះចំនួន0ចូលទៅសល់ radical ក្រេ2ដែរបាទ
សំទោសម្ដងទៀតអានេះខិតជិត0វាសល់ radical ការ៉េ2 x ខិតជិត0អានេះសល់ radical ការ៉េ2អញ្ចឹងឥឡូវគុណទៅវាបាន2អានេះ radical ការ៉េ2បូក radical ការ៉េ2បាន2ដង radical ការ៉េ2បងអូនសម្រួល2ចោលទៅហើយបាត់ radical ភាគបែកនេះយើងទទួលបានប៉ុណ្ណេះណាអញ្ចឹងដូចនេះ limit b របស់យើងស្មើ radical ការ៉េ2លើ2អញ្ចឹងយើងទៅមើលលំហាត់ទី3លំហាត់ទី3គឺ limit x ខិតជិតបូកអណនអញ្ចឹងភាគយកខិតទៅបូកអណនភាគបែងក៏ខិតទៅបូកអណនដែរអញ្ចឹងវាចូលរៀងមិនកំណត់អណនលើអណនហើយក្នុងនេះគ្រូទាញ x ជាកតាទាញ x ជាកតាទៅឥឡូវចែកនឹង x វិញអានេះចែកនឹង x ដែរទោះបានប៉ុណ្នេះអាកមចែកនឹង x ដែរសំទោសទាញ x ជាកតាដែរបានប៉ុណ្នេះមានន័យថាអថេ x ហ្នឹងគឺអណនខ្លាំងអញ្ចឹងយើងទាញ x ជាកតាហើយត្រង់កន្លែងទាញនេះបងអូនអាចទាញលិន x ជាកតាក្រោមទាញ x ក៏បានដែរណាបានដូចគ្នាណាអញ្ចឹងដោយសារតែយើងមើលគូរំលឹកតិចយើងណែនាំថាពេល x ខិតជិតបូកអណនលិន x លើ x វាខិតទៅរក0អណនខ្សោយលើខ្លាំងហើយពេល x ខិតជិតបូកអណន2លើ x ហ្នឹងអាហ្នឹងខិតទៅជិត0ដែរចំណែក1លើ x ខិតជិត0ដែរអញ្ចឹងអានេះ0អានេះ0 0អញ្ចឹងចម្លើយគឺឃើញ0ហ្នឹងហើយគូបញ្ជាក់ម្ដងទៀតបងអូនអាចទាញលិន x អាលើទាញលិន x អាក្រោមទាញ x ក៏បានដែរណាបាទដូចគ្នាទេទី4គឺលំហាត់ទី4ពេល x ខិតជិត0 sin 3x នេះវាខិតទៅជិត0ដែរហើយភាគយកនេះខិតជិតបូកអណនបាទខិតជិតអណននិយាយទៅអញ្ចឹង limit នេះវាចូលរៀងមិនកំណត់1ស្វ័យគុណអណនហើយក្នុងនេះខ្ញុំបាទនេះ sin 3x អញ្ចឹងយើងដាក់1នៅលើ sin 3x ដោយសារនេះយើងមានរូបមន្ត limit x ខិតជិត0នៃ1បូកសូមម្ដងទៀត limit x ខិតជិត0នៃ1បូក x ស្វ័យគុណ1លើ x នេះអាហ្នឹងស្មើបាទស្មើអញ្ចឹងបាទនេះ sin 3x តើតានេះ1នៅលើ3 sin 3x ដូចគ្នាអញ្ចឹងគ្រូឆ្នៃទៅអានេះ sin 3x អានេះគ្រូដាក់នេះទៅសន់វា sin 3x លើ x អញ្ចឹងបាទពេលយើងគុណអាហ្នឹងចូលវិញទៅវាសល់1លើ x វិញកន្លែងហ្នឹងណាអញ្ចឹងគ្រូតាងអ៊ុយណាមួយស្មើ sin 3x ទៅកាលណា x ខិតទៅរក0នាំឲ្យអ៊ុយខិតទៅរក0ដែរចំនួន0ចូលទៅវា0ដែរអញ្ចឹងខ្ញុំបដូរអថេដែរដូរអថេបាទ limit d នេះស្មើនឹង x ខិតអ៊ុយខិតជិត0នៃ1បូកអ៊ុយស្វ័យគុណ1លើអ៊ុយអាហ្នឹងស្មើហើយអូបាទហើយនេះអាហ្នឹងតាមពិតត្រូវដាក់នេះទៅសន់មួយទៀតតាមអីអានឹងចាត់ទុកថាជាការណែនាំទៅចុះណាsin 3x លើ 3x ហ្នឹងអាហ្នឹងពេល x ខិតជិត0យើងសេរីចូលរូបមន្តទៅវាស្មើ3ណាចេញ3ហើយអញ្ចឹងអានេះពេល x ខិតជិត0វាខិតទៅរក3ហើយកន្សោមនេះខិតទៅរកបាទកន្សោមខិតទៅរកឥឡូវអញ្ចេះទៅគ្រូកុំឲ្យយើងពិបាកវែងឆ្ងាយគ្រូសុំកែតម្រូវកន្លែងហ្នឹងតិចគ្នាយើងកែតម្រូវអញ្ចេះខ្ញុំខ្ជិលតាងខ្ញុំលុបអានេះចេញណាប៉ុន្តែវាមិនជាខុសអីទេកន្លែងហ្នឹងតែគ្រាន់តែគ្រូសុំកែតម្រូវតិចកុំឲ្យយើងពិបាកកន្លែងនេះយើងដាក់យកហ្មងទៅស្មើអញ្ចេះ
limit x ខិតទៅរក0បាទក៏សុំម្ដងទៀតដាក់ចេះហ្មងទៅអាកន្សោមនេះអន្សោមខាងក្នុងនេះវាខិតទៅរកអញ្ចឹងខ្ញុំដាក់ទៅហើយ limit នេះវាចូលទៅនេះទៅសល់ហ្នឹងខិតទៅរក0នៃ sin 3x អាកុំដាក់ 3x ដែរអានេះគុណនឹង3ចេះហ្មងទៅណាបាទហើយចម្លើយស្មើនឹងស្វ័យគុណ3បាទស្វ័យគុណ3អញ្ចឹងកន្លែងហ្នឹងគូខ្ជិលតាងណាខ្ជិលតាងកុំឲ្យយើងពិបាកអញ្ចឹងចម្លើយឃើញស្វ័យគុណ3បាទឃើញស្វ័យគុណ3ដោយសារនេះពេល x ខិតជិត0អាម្ដុំនេះគឺអាហ្នឹងចេញហ្មងទៅបាទចេញណាចឹងថ្ងៃហ្នឹងគ្រូមានប៉ុណ្ណឹងយើងមានចម្ងល់អីអាច comment សួរនៅខាងក្រោមវីដេអូហើយជួយ subscribe channel YouTube គ្រូនិង follow Facebook គ្រូម្នាក់មួយផងបងអូនមានចំណុចខ្វះខាតកន្លែងណាមួយឆ្នាំសិក្សាហ្នឹងចង់ឲ្យគ្រូស្រាយបញ្ជាក់ឬក៏បង្ហាញកន្លែងដែលយើងខ្វះខាតអាច comment នៅក្រោមវីដេអូហ្នឹងមកគ្រូនឹងចេញវីដេអូបន្តទៀតបាទ